សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិយន្តហោះ F-35 របស់អាមេរិករងការខូចខាតដោយសង្ស័យថាមានការបាញ់ពីអ៊ីរ៉ង់យន្តហោះចម្បាំង F-35 របស់អាមេរិកបានចុះចតជាបន្ទាន់នៅឯមូលដ្ឋានទ័ពអាកាសអាមេរិកនៅមជ្ឈិមបូព៌ាបន្ទាប់ពីវាត្រូវបានវាយប្រហារដោយអ្វីដែលគេជឿថាជាការបាញ់របស់អ៊ីរ៉ង់នេះបើយោងតាមប្រភពពីរដែលដឹងពីបញ្ហានេះឧត្តមនាវីឯក Tim Hawkins អ្នកនាំពាក្យរបស់ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបាននិយាយថាយន្តហោះបំបាំងកាយចំនួនទី5កំពុងហោះហើរបេសកកម្មប្រយុទ្ធលើប្រទេសអ៊ីរ៉ង់នៅពេលដែលវាត្រូវបានបង្ខំឲ្យចុះចតជាបន្ទាន់លោក Hawkins បានបន្ថែមថាយន្តហោះបានចុះចតដោយសុវត្ថិភាពហើយអាកាសយានិកស្ថិតនៅក្នុងស្ថានភាពស្ថិរភាពហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតឧបទ្ទវហេតុនេះនឹងក្លាយជាលើកទី1ហើយដែលអ៊ីរ៉ង់បានវាយប្រហារយន្តហោះអាមេរិកនៅក្នុងសង្គ្រាមដែលបានចាប់ផ្ដើមនៅចុងខែកុម្ភៈទាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងប្រើយន្តហោះ F-35 នៅក្នុងជម្លោះយន្តហោះនេះមានតម្លៃដល់ទៅ$100 លានរហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានបាត់បង់យន្តហោះផ្សេងទៀតនៅក្នុងសង្គ្រាមទោះបីជាគ្មាននរណាម្នាក់ត្រូវបានគេដឹងថាត្រូវបានវាយប្រហារដោយការបាញ់របស់សត្រូវក៏ដោយយន្តហោះចម្បាំង F-15 របស់អាមេរិកចំនួន3គ្រឿងត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសគុយវ៉ែតដោយច្រឡំដោយសមាជិកនាវិកទាំង6នាក់ត្រូវបានផ្ទុះចេញដោយសុវត្ថិភាពហើយកាលពីសប្តាហ៍មុនយន្តហោះចាក់សាំង KC-135 Stratotanker បានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ទោះបីជាមូលហេតុនៅមិនទាន់ច្បាស់នៅឡើយយោធាអាមេរិកបាននិយាយថាឧបទ្ទវហេតុនេះមិនមែនដោយសារការបាញ់ពីសត្រូវទេសមាជិកនាវិកទាំង6នាក់នៅលើយន្តហោះ KC-135 ត្រូវបានសម្លាប់សំណួរនៅតែមានអំពីពេលវេលានៃចំនួននិងអ្វីដែលអាចកើតឡើងបន្ទាប់ទៀត CNN ធ្លាប់បានរាយការណ៍ថាអង្គភាពបេសកកម្មដែនសមុទ្រកំពុងធ្វើដំណើរការទៅកាន់តំបន់មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ថាវាជាអង្គភាពបេសកកម្មដែនសមុទ្រទី31ចេញពី Okinawa និងក្រុង Tripoli amphibious ready Navy USS Tripoli ត្រូវបានគេឃើញមកជិតប្រទេសសិង្ហបុរីកាលពីដើមសប្តាហ៍នេះនៅពេលដែលសង្គ្រាមបានខិតជិតដល់ចុងបញ្ចប់នៃសប្តាហ៍ទី3របស់ខ្លួនមន្ត្រីជាន់ខ្ពស់អាមេរិកនៅតែបន្តទាមទារជោគជ័យយ៉ាងទូលំទូលាយនៅក្នុងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth បាននិយាយនៅព្រឹកថ្ងៃប្រហ័សថាសហរដ្ឋអាមេរិកកំពុងឈ្នះយ៉ាងដាច់អហង្ការហើយថាការការពារដែនអាកាសរបស់អ៊ីរ៉ង់ត្រូវបានរុញច្រានអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ